ធ្វើអីដឹងខ្លួនឯងហីពាក្យនេះយើងគិតថាសាមញ្ញប៉ុន្តែវាគឺជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលអាចបំផ្លាញទំនាក់ទំនងស្នេហាបានយ៉ាងងាយនៅក្នុងទំនាក់ទំនងស្នេហាការប្រាស្រ័យទាក់ទងដោយបើកចំហមិនមែនត្រូវការទាយចិត្តការស្មានចិត្តនោះទេនៅក្នុងទំនាក់ទំនងស្នេហាបើត្រូវការអីត្រូវប្រាប់គ្នាបើមានបញ្ហាអីឬក៏មិនពេញចិត្តត្រង់ណាត្រូវនិយាយគ្នាត្រង់ៗព្រោះពួកយើងជាដៃគូជីវិតមិនជាគ្រូទាយដែលត្រូវមកអង្គុយអង្កេតទឹកមុខឬក៏ទាយអារម្មណ៍គ្នារាល់ថ្ងៃនោះទេពាក្យថាធ្វើអីដឹងខ្លួនឯងហើយឬក៏ការដើរចេញទៅដោយស្ងាត់ៗដោយមានពន្យល់វាមិនមែនជាដំណោះស្រាយទេប៉ុន្តែវាគឺជាការបង្កើតមន្ទិលសង្ស័យនិងការដុតបំផ្លាញភាពជឿជាក់គ្នាទៅវិញទៅមកពេលខ្លះម្នាក់ទៀតពិតជាអត់ដឹងខ្លួនមែនថាខ្លួនឯងកំពុងធ្វើអីខុសត្រង់ណាឬពេលខ្លះអ្វីដែលគេធ្វើគេមិនមានបំណងអាក្រក់ទាល់តែសោះការមិននិយាយរួចទុកឲ្យម្នាក់ទៀតគិតស្មានដៅម្នាក់ឯងវាកំពុងធ្វើឲ្យទំនាក់ទំនងកាន់តែឆ្ងាយនិងប្រេះឆាដោយអត់ដឹងខ្លួនស្នេហាដែលមានភាពចាស់ទុំគឺការហ៊ាននិយាយការពិតដោយសន្តិវិធីបើខឹងគឺប្រាប់ថាខឹងបើអាក់អន់ចិត្តគឺប្រាប់ថាអាក់អន់ចិត្តហើយរួមគ្នាដោះស្រាយហើយសូមកុំប្រើពាក្យគំរាមឬពាក្យឌឺដងដើម្បីដោះស្រាយបញ្ហាបើនៅតែចង់ដើរទៅមុខជាមួយគ្នាចុះប្រើពាក្យធ្វើអីដឹងខ្លួនឯងហើយរៀនបើកចិត្តនិយាយគ្នាព្រោះការយល់ចិត្តវាផ្ដើមចេញពីការស្ដាប់និងការនិយាយដោយស្មោះត្រង់ស្នេហាត្រូវការនិយាយគ្នាត្រង់ៗព្រោះបេះដូងមនុស្សមិនមែនជាបកប្រែភាសាដែលអាចដឹងគ្រប់យ៉ាងដោយមិនបាច់ប្រាប់នោះទេបើខឹងត្រូវប្រាប់បើអន់ចិត្តត្រូវនិយាយព្រោះពាក្យថាធ្វើអីដឹងខ្លួនឯងហើយមិនដែលជួយដោះស្រាយបញ្ហាទេមានតែជួយបែកបាក់ថែមត្រូវអត់